រួមភេទរួចស្រាប់តែមានការធ្លាក់ឈាមភ័យមែនទែនខ្លាចកើតមានជំងឺមហារីកមកស្បូនជាការពិតបងប្អូនការភ័យព្រួយអត់ជាអ្វីដែលបងប្អូនខុសទេប៉ុន្តែបើបងប្អូនដឹងហើយរកដំណោះស្រាយបានត្រឹមត្រូវគឺជារឿងល្អអញ្ចឹងពាក់ព័ន្ធជាមួយនឹងការរួមភេទមានការធ្លាក់ឈាមវាមានមូលហេតុច្រើននៅក្នុងនឹងបងប្អូនទី1ស្ត្រីដែលមានបញ្ហារលាកស្បូនកាលណាដែលបងប្អូនរលាកស្បូនហើយស្បូនយើងឡើងក្រហមឡើងរលាកអញ្ចឹងពេលដែលបងប្អូននៅជាមួយគ្រួសារឬក៏ប៉ះទង្គិចជាមួយនឹងការរលាកនឹងខ្លាំងពេកវាទៅជាមាត់ស្បូនបងប្អូនទៅជាហើមឬក៏មានការធ្លាក់ឈាមមកហើយលាយឡំជាមួយនឹងការធ្លាក់សទៀតហើយទី2ករណីទី2គឺស្ត្រីដែលគាត់មករដូវមិនទាន់អស់អញ្ចឹងករណីដែលស្ត្រីមករដូវមិនទាន់អស់រាល់ខែហ្នឹងគឺវាធ្វើឲ្យមានការធ្លាក់ឈាមដូចគ្នាដែរហើយចំពោះការធ្លាក់សនេះទៀតសោតគឺវាមានតទៅជាមួយនឹងអាការៈតទៅនឹងការរលាកទ្វារមាសរលាកមាត់ស្បូនហើមស្បូនពងបែកទៅនឹងស្បូនជាដើមក៏មានដែរបងប្អូនអញ្ចឹងបើសិនជាសង្កេតឃើញថាមានការធ្លាក់សមកផ្លែកមានការរមាស់មានការធំក្លិនស្គៀបនៅស្ងួតនៅតំបន់ទ្វារមាសរួមភេទមានការធ្លាក់ឈាមទី1ទៅពិនិត្យមើលស្បូនឲ្យបានត្រឹមត្រូវទី1គឺត្រូវតែពិនិត្យមើលស្បូនឲ្យបានត្រឹមត្រូវផងដែរព្រោះវាជាបញ្ហាប្រឈមមែនទែនដែលវាងាយប្រឈមនឹងជំងឺមហារីកមកស្បូនអញ្ចឹងយើងព្យាបាលឲ្យបានទាន់ពេលផងដែរ